ចាសសូមជម្រាបសួរបងៗទាំងអស់គ្នានៅវីដេអូនេះខ្ញុំសូមបង្ហាញជូនពីការធ្វើពិសោធន៍មួយដែលយើងចង់ឃើញការផ្ទុះឡើងនៃភ្នំភ្លើងតែយើងប្រើទឹកខ្មេះជាមួយនឹង baking soda ចាសការពិសោធន៍នេះគឺធ្វើឲ្យយើងឃើញការផ្ទុះឡើងនៃភ្នំភ្លើងចាសគ្រាន់តែជាការប្រៀបធៀបតែប៉ុណ្ណោះតែធ្វើឲ្យយើងឃើញពពុះផលឡើងដូចជាការផ្ទុះភ្នំភ្លើងយ៉ាងដូចនេះដែរចាហើយដើម្បីធ្វើពិសោធន៍នេះគឺយើងត្រូវការ baking soda ចំនួន4ស្លាបព្រាបាយហើយនិងទឹកខ្មេះចំនួន2ស្លាបព្រាបាយហើយយើងបន្តជាតិពណ៌យើងហៅថា food coloring ពី3ដំណក់ទៅក្នុងទឹកខ្មេះឲ្យហើយគឺពណ៌ដែលយើងចង់បានចាយើងដាក់ baking soda ចំនួន4ស្លាបព្រាបាយនៅក្នុងពែងមួយហើយនិងទឹកខ្មេះចំនួន2ស្លាបព្រាបាយជាមួយនឹងជាតិពណ៌លាយចូលគ្នាឲ្យសព្វហើយយើងដាក់នៅក្នុងពែងមួយទៀតបន្ទាប់មកគឺយើងយកសារ៉ាងមួយសារ៉ាងរាងទូចដើម្បីបន្តទឹកខ្មេះចូលម្ដងបន្តិចគឺយើងអត់ចាក់ចូលទាំងអស់តែម្ដងទេគឺយើងតម្ដងបន្តិចដើម្បីឲ្យ baking soda ចាប់ផ្ដើមផលជាពពុះឡើងមកម្ដងបន្តិចចាគឺដូចនៅក្នុងវីដេអូនេះគឺកូននាងខ្ញុំគាត់ប្រើសារ៉ាងដើម្បីបន្តទឹកនេះគឺបន្តទឹកខ្មេះចូលនៅលើ baking soda ម្ដងបន្តិចធ្វើឲ្យគាត់អាចមានឱកាសហាត់ប្រាម្រាមដៃគាត់បានដែរហើយពួកគាត់ថែមទាំងមានឱកាសសង្កេតមើលការផលឡើងនៃពពុះដោយសារតែប្រតិកម្មរវាងទឹកខ្មេះហើយនិង baking soda ក្មេងៗគឺគាត់រីករាយមែនទែនដោយសារការផលឡើងនៃពពុះនេះធ្វើឲ្យមានចលនាពពុះវាចេញមកក្រៅពែងក៏មានហើយគាត់ធ្វើពិសោធន៍នេះច្រើនដងមែនទែនប្រហែលជា 4-5 ដងក្នុងថ្ងៃនោះចាគឺគាត់ធ្វើពិសោធន៍ម្ដងហើយម្ដងទៀតបើបងចាប់អារម្មណ៍កុំភ្លេចធ្វើពិសោធន៍នេះលេងជាមួយកូនៗណាសូមអរគុណ